ជំរាបសួរលោកគ្រូដូចជាសួស្តីទៅកាន់បងប្អូនសិស្សទាំងអស់ក៏ដូចជាមិត្តដែលស្រាវជ្រាវនៅវិទ្យាទាំងអស់គ្នាដែរបាទមកជួបគ្នាសារថ្មីជាមួយនឹងវីដេអូបន្តទៀតពាក់ព័ន្ធជាមួយនឹង Victor ក្នុងលំហថ្នាក់ទី11អូខេហើយអញ្ចឹងមុនចាប់ដើមវីដេអូសូមឲ្យអ្នកទាំងគ្នាជួយ like ជួយ share វីដេអូនេះផងដើម្បីចែករំលែកទៅដល់មិត្តភ័ក្តិរបស់យើងដែលកំពុងស្រាវជ្រាវគណិតវិទ្យានៅផ្ទះដោយខ្លួនឯងហើយសម្រាប់អ្នកដែលមិនទាន់បានចុច Subscribe YouTube Channel ចូលទៅក្នុង YouTube search ពាក្យ Teacher អ៊ុយស្គុនរតចុច Subscribe មួយផងអ្នកដែលសម្រាប់ Facebook ចូលទៅក្នុង Facebook search ឈ្មោះលោកគ្រូអ៊ុយស្គុនរតហើយចុច Follow ម្នាក់មួយផងអរគុណច្រើនការ Like Share Subscribe ឬក៏ Follow នេះគឺជាការផ្ដល់វីដេអូចែកម្លែកចំណេះដឹងបន្តទៀតអរគុណច្រើនអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរជិតចាប់ផ្ដើមនៅមេរៀនយើងតែម្ដងសម្រាប់ចំណុចមួយនេះគឺស្ថិតនៅក្នុងចំណុចទី5គឺសម័យកាលនៃស្វះបាទសម័យកាលនៃស្វះអូខេហើយអញ្ចឹងកន្លែងនេះសម័យកាលស្វះបាទសម័យកាលនៃស្វះអញ្ចឹងទី1សម័យកាលនៃស្វះអញ្ចឹងយើងមើលរូបរាងនេះគឺជាស្វះបាទគឺជាស្វះអាចនិយាយថាស្វះដូចជារូបរាងដែលយើងធ្លាប់ស្គាល់នៅខាងក្រៅដូចជាបាល់ដូចជាប៊ូលដូចជាគ្រាប់ឃ្លីដូចជាគ្រាប់ bowling គ្រាប់ baseball អាចថាជាភូកូលដែលយើងយកមករៀនក្នុងផែនដីវិទ្យារូបផែនដីហ្នឹងរូបផែនដីយើងក៏ចាត់ទុកថាអាចថាជាស្វះដែរអូខេអញ្ចឹងគឺរូបរាងបែបហ្នឹងយើងហៅថាជាស្វះដែលមូលហើយយើងអាចច្រកអ្វីមួយដាក់ខាងក្នុងបានយើងហៅថាវាជាស្វះតែបើសិនជានៅថ្នាក់ទី10យើងគ្រាន់តែជារង្វង់ដែលជាខ្សែមួយផ្ទាំងខ្សែមូលបិទចិត្តបាទខ្សែមូលបិទចិត្តហើយនៅលើផ្ទាំងกระดาษមួយនៅលើផ្ទាំងមួយអាហ្នឹងគឺគ្រាន់តែជារង្វង់យើងអាចច្រកអីបានវាច្រកអីបានវាក៏ជាផ្ទាំងដែរតែឥឡូវនេះគឺវាคล้ายទៅជាមានមៀតមានប៉ោងមានផតចឹងវាคล้ายជាមានប្រឡោះចន្លោះប្រហោងដែលយើងអាចច្រកអីមួយបានអញ្ចឹងអាហ្នឹងคล้ายជាមៀតដែលរូបរាងមួយហ្នឹងយើងហៅថារូបរាងស្វះបាទរូបរាងស្វះអូខេហើយអញ្ចឹងសម្រាប់និយមន័យគេនិយាយថាសំណុំអញ្ចឹងស្វះវាជាសំណុំនៃចំណុចសំណុំហ្នឹងគឺមានថាច្រើនរាប់មិនអស់បាទចំណុចជាច្រើនបាទចំណុចជាច្រើនរាប់មិនអស់ដែលមានចម្ងាយថេអចម្ងាយថេអមានចំណុចទាំងអស់ហ្នឹងគឺមានចម្ងាយស្មើគ្នាទាំងអស់ពីចំណុចនឹង i មានថានេះចំណុច p ចំណុចស្អីផ្សេងជាច្រើនទៀតនៅលើស្វះនេះដែលវាស់មកផ្ចិត i នេះគឺមានចម្ងាយប៉ុនគ្នាស្មើគ្នាហើយអញ្ចឹងចំណុចទាំងអស់នោះនឹងคล้ายបង្កើតបានជារូបរាងស្វះមួយអញ្ចឹងចំណុចជាច្រើនឲ្យចំណុចណាក៏ដោយប្រហែល100ប្រហែល1000ប្រហែល10000ចំណុចក៏ដោយឲ្យតែចំណុចទាំងអស់នោះវាស់មកដល់ផ្ចិត i ដែល i នឹងអត់រតនានឹងនៅថេនៅស្ងៀមអញ្ចឹងវាស់មកឲ្យតែវាយស្មើគ្នាអាណាមិនស្មើបើយកអាណាដែលស្មើយកមកអញ្ចឹងចំណុចទាំងអស់នោះនឹងផ្គុំបានទៅជារូបរាងស្វះមួយបាទនឹងជានិយមន័យរបស់ស្វះបាទអូខេហើយដែល i ចំណុចនៅកណ្ដាលហ្នឹងយើងហៅថាផ្ចិតវាដូចតែរង្វង់ដែរដែលយើងបានធ្លាប់រៀនរង្វង់គឺចំណុចកណ្ដាលហ្នឹងគឺផ្ចិតហើយចម្ងាយដែលយើងវាស់មកស្មើគ្នាយើងហៅថាចម្ងាយកម្មបាទហៅថាកម្មអញ្ចឹងនៅវាការហៅវាផ្ចិតកម្មដូចនៅក្នុងរង្វង់ដែរនៃស្វះហ្នឹងបាទអូខេហើយតមកយើងចាប់ដើមចូលដល់សម័យកាលស្តង់ដារនៃស្វះបាទអញ្ចឹងនេះជារូបរាងសម័យរូបមន្តឬក៏ជារាងរបស់សម័យកាលស្តង់ដារនៃស្វះគឺ x ដក a លើជាការ៉េបូក y ដក b លើជាការ៉េបូក z ដក c លើជាការ៉េស្មើនឹង a ការ៉េអញ្ចឹងអាហ្នឹងគឺដូចរង្វង់ដែររង្វង់យើងមានតែ2ឯងគឺ x ដក a លើជាការ៉េបូក y ដក b លើជាការ៉េហើយស្មើនឹង a ការ៉េតែឥឡូវនេះគឺស្វះដោយសារវាមានអថែមមួយទៀតគឺអកូដអញ្ចឹងគេថែម z មួយទៀតគឺ z ដក c លើជាការ៉េស្មើនឹង a ការ៉េបាទអញ្ចឹងហ្នឹងគឺជាសម័យកាលស្តង់ដារនៃស្វះហើយអញ្ចឹងពេលយើងសូត្រសម័យកាលហ្នឹងចាំហើយពេលយើងចង់រកសម័យកាលមួយហ្នឹងយើងត្រូវដឹងថាតើក្នុងសម័យកាលហ្នឹងគឺកន្លែងណាដែលជួសចូលបាទអញ្ចឹងសម្រាប់អក្សរ x y z វាជាសំណុំចំណុចជាច្រើននោះអញ្ចឹងអត់ត្រូវការជួសចូលវាត្រូវជាប់ជាមួយអាហ្នឹងហើយអ្វីដែលជួសចូលគឺអក្សរ a អក្សរ b អក្សរ c និងអក្សរ o អញ្ចឹងតើ a b c o នឹងជាអីយើងត្រូវសូត្រទៀតហើយអញ្ចឹងកន្លែងនេះគេថា a b c គឺជាផ្ចិតអញ្ចឹងក៏ផ្ចិតគឺជាចំណុចមួយអញ្ចឹងវាមានធាតុផ្សំ3នៅក្នុងហ្នឹងមាន x y z អញ្ចឹងដែល x ហ្នឹងគឺតំណាងឲ្យ a y គឺតំណាងឲ្យ b z គឺតំណាងឲ្យ c អញ្ចឹងកាលណាយើងមានចំណុចផ្ចិតមួយអញ្ចឹងក៏ RNA របស់វានឹងคล้ายជា ABC យកជួសចូលនៅក្នុងកន្លែងទីតាំង ABC ហើយដល់ពេល O គឺជាកម្មបាទគឺជាប្រវែងកម្មបាទមិនមែនជាចំណុចទេ O គឺជាប្រវែងកម្មគឺជាចម្ងាយពីផ្ចិតទៅគ្រប់ចំណុចនៅលើស្វះហ្នឹងបាទ
អូខេអញ្ចឹងគឺពាក់ព័ន្ធមួយសម័យកាលស្តង់ដារនៃស្វែនេះសូត្រវាចាំសូត្ររួមមុននឹងហើយត្រូវទិញទៀតថាកន្លែងណាត្រូវចូលហើយកន្លែងដែលជួសជុលនឹងវាជាអីយកពីណាមកបាទអូខេអញ្ចឹងសូត្រមកប្រអប់ហ្នឹងមកតោះមកនេះគឺជាសម័យកាលទូទៅនៃស្វែបាទសម័យកាលទូទៅនៃស្វែមានន័យថាគឺជាសម័យកាលដែលបានមកពីការពន្លាតអានេះពន្លាតស្តង់ដារនេះពន្លាតវាទៅ A ដក B លើជាការ៉េមកអញ្ចឹងប្រើរួមមុនមកពន្លាតចូលពន្លាតឡើងទៅ C សងសល់ប៉ុណ្នេះគឺ x ការ៉េបូក y ការ៉េបូក z ការ៉េហើយបូក a ធំ x បូក b ធំ y បូក c ធំ z បូក d a ធំ b ធំ c ធំអត់ដូច a តូច b តូច c តូចទេអត់ដូចគ្នាណាព្រោះប្រើអក្សរមួយធំមួយតូចអញ្ចឹងគឺជាតម្លៃផ្សេងគ្នាឯងចាតម្លៃនេះគឺបានមកពីអាបែក2ដង a 2ដង a 2ដង b 2ដង c នេះអានេះពួកអានេះហើយនេះគឺអា a តូចការ៉េបូក b តូចការ៉េបូក c តូចការ៉េហើយបោះ o ពីស្ដាំមកឆ្វេងទៅហ្នឹងទូទាត់មកចេញជាអក្សរ d មួយហ្នឹងអញ្ចឹងកន្លែងហ្នឹងគឺយើងហៅថាសម័យកាលទូទៅនៃស្វែដែលសម័យកាលទៅនៃស្វែគឺមានទាំង x ការ៉េមានទាំង y ការ៉េមានទាំង z ការ៉េបាទអូខេហើយអញ្ចឹងកន្លែងហ្នឹងយើងសូត្រវាឲ្យតែឃើញ x ការ៉េបូក y ការ៉េបូក z ការ៉េហើយមានក្រោយនេះមាន x y z បាត់មួយណាក៏បានអត់បញ្ហាទេបាទអញ្ចឹងយើងហៅថាសម័យកាលស្វែហើយតមកអានេះ a ធំស្មើដក 2a b ធំស្មើដក 2b c ធំស្មើដក 2c ហើយ d ធំស្មើនឹង a ការ៉េបូក b ការ៉េបូក c ការ៉េដក o ការ៉េបើយើងទិញចាំអាហ្នឹងទេក៏ល្អដែរប៉ុន្តែបើយើងអត់ទិញចាំទេក៏បានដែរក៏អត់ជាបញ្ហាដែរអញ្ចឹងគឺយើងអាចយកពួកនេះមកប្រើឆ្លាស់ទៅឆ្លាស់មកបាទអូខេហើយអញ្ចឹងនេះជារូបរាងស្វែប៉ុណ្ណឹងបាទអញ្ចឹងគឺពាក់ព័ន្ធយមន័យនិងសម័យកាលស្តង់ដាក៏ដូចជាសម័យកាលទូទៅសម័យកាលទៅអត់មានអីទេគ្រាន់ជាការបំពន្លាតនៃសម័យកាលស្តង់ដាបាទអូខេអញ្ចឹងយើងមើលលំហាត់គំរូរបស់យើងគឺឲ្យយើងរកសម័យកាលស្តង់ដានៃស្វែបាទស្តង់ដាស្វែខាងក្រោមបាទអញ្ចឹងគឺរកសម័យកាលស្តង់ដាស្វែអញ្ចឹងគឺយើងក៏ចាប់ដើមដាក់រូបមន្តទៅបាទអញ្ចឹងគឺស្តង់ដាយើងមានសមត្ថកម្ម3យ៉ាងអញ្ចឹងឥឡូវគិតអក្សរកសិនអញ្ចឹងជាដំបូងទៅពេលយើងចង់រកសម័យកាលស្តង់ដានៃស្វែគឺយើងត្រូវប្រើរូបរាងបាទអញ្ចឹងគឺរាងរបស់សម័យកាលស្តង់ដាស្វែយើងគឺ x ដក a លើជាការ៉េបូក y ដក b លើជាការ៉េបូក z ដក c លើជាការ៉េស្មើនឹង o ការ៉េអូខេហើយអញ្ចឹងគឺអ្វីដែលយើងត្រូវធ្វើបន្តគឺពេលយើងទិញអាហ្នឹងយើងមិនត្រូវទិញតទៀតថាកន្លែងណាត្រូវជួសជុលអញ្ចឹងកន្លែងជួសជុលគឺអីគេគឺ A B C និង O ហើយអញ្ចឹងបើយក A B C O យកជួសជុលតើ A B C O យកពីណាមកអញ្ចឹងសូត្រទៀតគឺអីគេ A B C ជាផ្ចិត O គឺជាប្រវែងកម្មបាទអញ្ចឹង A B C ផ្ចិតអញ្ចឹងតើផ្ចិតយើងស្គាល់អត់អូនេះសមត្ថកម្មគេប្រាប់តានេះគឺប្រាប់ថាផ្ចិតយើងគឺ2 0ដល់3អញ្ចឹងយើងក៏និយាយប្រាប់គេថាដោយផ្ចិត2 0ដល់3អញ្ចឹង2 0ដល់3អញ្ចឹង2តំណាងឲ្យអី2គឺតំណាងឲ្យ A 0គឺតំណាងឲ្យគេ B ចុចដក3តំណាងឲ្យគេគឺ C អញ្ចឹងហ្នឹងគឺផ្ចិត ABC អញ្ចឹងលេខដំបូងគឺជា A លេខកណ្ដាលគឺជា B លេខបន្ទាប់គឺជា C ហើយចុះប្រវែងកម្ម O ស្គាល់អត់អូនេះគេប្រាប់ទៀតនឹងកម្មស្មើនឹង5 6អូអញ្ចឹងកន្លែងនេះគឺកម្ម O ស្មើនឹង5 6អញ្ចឹងកន្លែងនេះគឺស្គាល់អស់បាត់ហើយបាទអញ្ចឹងស្គាល់ហើយអញ្ចឹងគឺយើងក៏ចាប់ដើមជួសជុលទៅអញ្ចឹង x y z អត់ជួសជុលទេសញ្ញាដកក៏អត់មានប្រែប្រួលដែរតមកចាប់ដើមមកដាក់ចូលបាទអញ្ចឹងដាក់ a ចូល a យើងលេខប៉ុន្មាន2ហើយតមកដាក់ b ចូល b លេខប៉ុន្មាន0ហើយសញ្ញាអីផ្សេងគឺអត់ប្រែប្រួលត្រូវរក្សាទម្រង់ដើមទាំងអស់ប្រយ័ត្នបាត់សញ្ញាបាត់អីបាទហើយបាត់ស្វ័យគុណបាត់អីអញ្ចឹងពេលជួសជុលមើលបាទនេះមើលរូបមន្តនេះដាក់ចូលតាមត្រូវតាមរូបមន្តហ្នឹងហើយតមកដល់ z នេះ z ដកអាដកនេះជារូបមន្តហើយទៅពេលអក្សរ c នេះវាដកទៀតបាទអញ្ចឹងអាហ្នឹងប្រយ័ត្នប្រយែងបាត់សញ្ញាដកមួយអញ្ចឹងហើយដាក់ដកទៀតដកទល់មុខគ្នាអញ្ចឹងប្រើវងកញ្ចក់ឬក៏យើងដាក់ទៅជាប៉ុន្មានទីបូកហើយ o យើងគឺ5 6បាទអញ្ចឹងគឺ6ការ៉េហើយទូទាត់ទៅបាទអញ្ចឹងគឺអត់មានយើងអត់ត្រូវការពលាទេព្រោះវាជាសម័យកាលស្តង់ដាគ្រាន់តែ x ដក2អត់ទៅណាទេតែ y ដក0ទៅជា y ហើយនេះដកគុណដកទៅជាបូកអញ្ចឹងវាទៅជា x ដក2លើជាការ៉េបូក y ការ៉េបូក z បូក3លើជាការ៉េស្មើនឹង35 6បាទអញ្ចឹងហ្នឹងគឺជាសម័យកាលស្តង់ដានៃស្វែសម្រាប់អក្សរកអូខេហើយសម្រាប់អក្សរខបាទអក្សរខគឺផ្ចិតត្រង់1 3 2ហើយប៉ះនឹងប្លង់ x y z បាទចឹងគឺដំបូងដាក់រូបមន្តសិនបាទសំខាន់គេរកសម័យកាលស្តង់ដានៃស្វែយើងក៏ចាប់ដើមដាក់រូបមន្តសិនមក x ដក a លើជាការ៉េបូក y ដក b លើជាការ៉េបូក z ដក c លើជាការ៉េស្មើនឹង o ការ៉េហើយអ្វីត្រូវចូលគឺគេផ្ចិតបាទ ABC គឺជាផ្ចិត O គឺជាកម្មអញ្ចឹងឥឡូវសមត្ថកម្មគេប្រាប់អត់ផ្ចិតហ្នឹងអូខេគេប្រាប់ទៀតអញ្ចឹងគឺយើងប្រាប់គេទៅថាដោយផ្ចិតបើគេប្រាប់មកយើងក៏ស្រង់អាហ្នឹងឲ្យគេដែរបាទប្រាប់គេបន្តទៀតបាទដោយផ្ចិតយើងគឺ1 3 2អញ្ចឹង1គឺជា A 3គឺជា B
2គឺជា C អូខេអញ្ចឹងស្គាល់អក្សរ A B C ហើយអញ្ចឹងអ្វីដែលយើងត្រូវខ្វះគេគឺខ្វះកម្មអញ្ចឹងសម្បត្តិកម្មគេមានប្រាប់កម្មមកនេះខនេះអត់មានប្រាប់កម្មផងតែគេប្រាប់ថាម៉េចគេប្រាប់ថាផ្ចិតត្រង់នេះហើយប៉ះនឹងប្លង់ xy ប៉ះនឹងប្លង់ xy អញ្ចឹងប្រាប់អាហ្នឹងយកមកធ្វើអីអញ្ចឹងយើងត្រូវវិភាគដើម្បីរកកម្មព្រោះយើងត្រូវការកម្មតែគេអត់ប្រាប់កម្មទេប្រាប់ប៉ះនឹងប្លង់ណានោះវិញអញ្ចឹងត្រូវគិតបាទគិតយ៉ាងម៉េចអញ្ចឹងនេះយើងគិតមើលតាមបែបនេះខ្ញុំសង់រូបស្វែមួយដែលមានផ្ចិតដូចគេឲ្យមិញហ្នឹងណានេះគឺ x1 y3 សង់ x អានេះ x សិនហើយ y ដៅចំណុចហ្នឹងដៅចំណុចផ្ចិតហើយ z2 បាទចេះដៅចំណុចណាបាទអញ្ចឹងហ្នឹងគឺនៅក្នុងវីដេអូភាគមុនទៅមើលទៅក្នុងភាគ playlist ហ្នឹងដែរប៉ុន្តែនៅក្នុងភាគទីប្រហែលខ្ញុំភ្លេចបាត់ហើយដែលមានដៅចំណុចហ្នឹងបាទអញ្ចឹងនេះគឺផ្ចិត A បាទខ្ញុំតាំងវាជាអក្សរ A បែបហ្នឹងឯងបាទ1 3 2បាទ1 3 2អូខេហើយតោះមកខ្ញុំក៏សង់រង្វង់ឬក៏អញនិយាយថាវាជាស្វែមួយបាទអូខេស្វែមួយដែលមានផ្ចិត A បាទផ្ចិត A បែបហ្នឹងហើយអញ្ចឹងអ្វីដែលត្រូវការគឺកម្មបាទកម្មអញ្ចឹងកម្មចង្អាយពីណាទៅណាកម្មមានច្រើនមែនតើកម្មនេះកម្មនេះក៏កម្មនេះក៏កម្មនេះក៏កម្មបាទអានេះក៏កម្មដែរបាទសិតតកម្មណាកម្មច្រើនណាប៉ុន្តែតើដឹងថាប្រវែងវាប្រមាណបាទតើចម្ងាយពីផ្ចិត A ទៅគ្រប់ចំណុចនៅលើស្វែហ្នឹងគឺចម្ងាយប្រមាណបាទអញ្ចឹងអាហ្នឹងណាហើយអញ្ចឹងតើធ្វើមិនទើបដឹងថាចម្ងាយវាប្រមាណអញ្ចឹងគេនិយាយថាស្វែមួយហ្នឹងយ៉ាងម៉េចប៉ះជាមួយនឹងប្លង់ x y ប៉ះនឹងប្លង់ x y តើមួយណាជាប្លង់ x y បាទនេះប្លង់ x y នេះប្លង់ x y គឺជាប្លង់មួយផ្ទាំងហ្នឹងឯងបាទហ្នឹងគឺប្លង់ x y ហ្នឹងគឺប្លង់ x y ហើយស្វែយើងកំពុងតែប៉ះមួយនឹងផ្ទាំងប្លង់ដេកមួយហ្នឹងបាទផ្ទាំងប្លង់មួយហ្នឹងហើយអញ្ចឹងកាលណាបើវាប៉ះមួយនឹងផ្ទាំងប្លង់ហ្នឹងហើយពីចំណុចកន្លែងនេះមកចំណុចនេះវាមានកម្ពស់ស្មើអីប្រវែងហ្នឹងស្មើអីគេប្រវែងហ្នឹងនេះពីកម្ពស់នេះប្រវែងហ្នឹងស្មើអីគេនេះស្មើនេះបាទស្មើនេះស្មើហ្នឹងហើយខ្ញុំសួរអាហ្នឹងដើម្បីអីគឺមានន័យថានេះគឺផ្ចិតហើយដល់ពេលវាប៉ះជាមួយនឹងប្លង់យើងប៉ះមួយនឹងប្លង់ xy គឺប៉ះត្រង់កន្លែងនេះបាទប៉ះកន្លែងនេះហើយដែលកន្លែងហ្នឹងគឺជាចំណុចប្រសពដែលវាជាកន្លែងប្រសពរវាង x ហើយនឹង y នេះបាទប្រសពនេះហ្នឹងអញ្ចឹងគឺវាផ្ទាំងវាហ្នឹងអាហ្នឹងគឺផ្ទាំងដេកហើយស្វែយើងគឺប៉ះមួយផ្ទាំងដេកហ្នឹងប៉ះផ្ទាំងហ្នឹងហើយអញ្ចឹងដល់ពេល កម្មវាគឺជាចម្ងាយពីផ្ចិតមកគ្រប់ចំណុចនៅលើស្វែហ្នឹងតែចំណុចនេះយើងអត់ដឹងប្រវែងប៉ុន្មានអត់ដឹងប្រវែងប៉ុន្មានតែកន្លែងនេះដឹងនេះបើយើងវាស់ពីផ្ចិតមកកន្លែងនេះអាហ្នឹងយើងអាចដឹងហេតុអីដោយសារតែប្រវែងហ្នឹងហើយនៅប្រវែងនេះគឺស្មើគ្នានេះប្រវែងស្ដាំហើយនឹងអាហ្នឹងព្រោះវាពីនេះមកនេះហ្នឹងគឺវាជាកម្ពស់ស្មើជាមួយនឹងតម្លៃ z បាទនេះកម្ពស់ស្មើតម្លៃ z បាទអញ្ចឹងប្រវែងហ្នឹងយើងជាប្រវែងកម្មដែរដែលយើងស្គាល់ដោយវាស្មើជាមួយនឹងកម្មដោយប្រវែងហ្នឹងគឺស្មើខាងឆ្វេងនេះបាទស្មើនេះបាទអូខេហើយអញ្ចឹងស្មើហ្នឹងអាហ្នឹងប្រមាណឯកតាគឺ2ឯកតាអញ្ចឹងមាន r យើងក៏ស្មើនឹង2ឯកតាដូចគ្នាដែរអញ្ចឹងកន្លែងហ្នឹងគឺយើងវិភាគពាក្យប៉ះបែបហ្នឹងហើយយើងរកឃើញតម្លៃ r យើងគឺស្មើនឹង2បាទកន្លែងហ្នឹងណាដោយសារវាប៉ះ xy អញ្ចឹងមានន័យថាកាលណាស្វែមួយប៉ះនឹងប្លង់ xy ប៉ះប្លង់ xy អញ្ចឹងកម្មវាគឺអីកម្មវាគឺជាកម្ពស់ z បាទកម្មវាគឺជាកម្ពស់ z បាទកម្ពស់ z របស់coordinate ក្នុង coordinate ផ្ចិតហ្នឹងណា coordinate ផ្ចិតហ្នឹងគឺជាកម្ពស់ z ហើយចុះបើប៉ះប្លង់នេះវិញប៉ះប្លង់បូកបន្ថែមមកហើយណាមិញ xy ចុះប៉ះប្លង់ xz វិញប៉ះប្លង់ xz វិញគឺ air វាកម្ពស់ air វាមិនបាទអញ្ចឹងកម្មវាមិនអញ្ចឹងកម្មវាគឺយកតម្លៃ y វិញបាទអញ្ចឹងបើប៉ះ xy កម្មវាយក z បាទអញ្ចឹងនេះគឺ r ស្មើនឹងតម្លៃ z អញ្ចឹងដល់ពេលប៉ះ xz អញ្ចឹង r យើងយកតម្លៃ y ហើយបើយើងប៉ះនឹងប្លង់yz វិញកម្មវាអីគេវិញអញ្ចឹងកម្ម r វាគឺយកតម្លៃ x វិញបាទអញ្ចឹងអាហ្នឹងគឺជាអ្វីចងចាំបាទ note វាទុកទៅពាក់ព័ន្ធជាមួយនឹងកន្លែងប៉ះហ្នឹងហើយដើម្បីរកប្រវែងកម្មហ្នឹង
chẳng bây giờ việc bịa tập ba nắng cầm cái lẹ ấy chẳng cầm cái lẹ chẳng cầm nắng vô bị nào mà cứ vô cái lạnh cái on này chất vô phở còn là dương ba plong ấy vái vô cái on này giật vô mà thôi cám hay ba plong xz vô cái on này vài vô mà thôi cám hay đừng ba plong vài z vô cái on này x thôi chia chỉ cầm bà ok chẳng nó cứ cái lạnh này dương tới chọn chám chẳng nắm việc tốt bà ok ហើយអញ្ចឹងចូលមកលំហាត់យើងវិញបាទចូលមកលំហាត់យើងគឺចាំមានន័យថាពេលយើងទទួលបានចិត្តប៉ុណ្ណឹងហើយយើងក៏សន្មត់ការវិភាគមិញគឺវិភាគបានកម្មវាស្មើនឹងតម្លៃ z គឺតម្លៃ2បាទកម្មវាគឺ z ស្មើ2អូខេហើយបន្តមកអញ្ចឹងគឺយើងជួសចូលទៅបានហើយអញ្ចឹងគឺ a យើងគឺលេខប៉ុន្មាន1 b យើងគឺ3 c យើងគឺ2បាទអត់មានសញ្ញាដកអីទេហើយ o យើងគឺ2ដែរអញ្ចឹងគឺអត់មានបលាទេយើងគ្រាន់តែសេវាឡើងវិញហើយនឹងទូទាត់ o ការ៉េ2ការ៉េទៅជា4ទៅតែប៉ុណ្ណឹងគឺរួចរាល់យើងទទួលបានសមីការ sphere របស់យើងហើយបាទចឹងដល់ពេលដល់អក្សរកយើងគឺគេយើងរកសមីការ standard and sphere ដែរអញ្ចឹងយើងក៏ចាប់ដើមសេរូបមន្តសមីការ standard and sphere សូត្រវាបែបហ្នឹងហើយចង់រកអីសូត្រតែហ្នឹងសិនហើយយើងនឹងទទួលបានបន្ទុកមកតង់ពេលយើងសូត្ររូបមន្តចូលអូខេហើយដល់មកសម្រាប់សមត្ថកម្មអក្សរកនេះគេប្រាប់អង្កត់ចិត្តបាទអង្កត់ចិត្ត AB គេថា AB គេថា AB ជាចុងសងខាងនៃអង្កត់ចិត្តបាទ AB ជាចុងសងខាងនៃអង្កត់ចិត្តឧបមាថាកន្លែងនេះខ្ញុំនិយាយ A ណាអញ្ចឹងកន្លែងនេះខ្ញុំអត់មែន A ហ្នឹងទេបាទអញ្ចឹងខ្ញុំឧបមារូបមួយហ្នឹងយកមកប្រើរូប sphere មួយហ្នឹងហើយគេថា AB ជាចុងសងខាងនៃអង្កត់ចិត្តបាទអញ្ចឹងខ្ញុំក៏ឧបមាថាកន្លែងនេះកប់ចិត្តមិនមានតែមួយមានច្រើនតែខ្ញុំឧបមាថាកន្លែងហ្នឹងគឺជាយកអង្កត់ចិត្តចុចហ្នឹងហើយខាងឆ្វេងគឺជា A ខាងស្ដាំគឺជា B បាទឧបមាបែបហ្នឹងថាយើងមានអង្កត់ចិត្ត AB មាន A ជាចុងសងខាងអង្កត់ចិត្តមានអង្កត់ចិត្ត AB ហើយអញ្ចឹងមានន័យថា A យើងមិនមែនជាផ្ចិត B យើងក៏មិនមែនជាផ្ចិតដែរជាចុងសងខាងនៃអង្កត់ផ្ចិតអញ្ចឹងអាផ្ចិតនេះស្អីគេអត់ដឹងបាទផ្ចិតហ្នឹងគឺអត់ដឹងអញ្ចឹងកន្លែងហ្នឹងគឺគេលាក់ចិត្តផ្ចិតហើយលាក់ទាំងកម្មទៀតសម្រាប់សំណួរមួយហ្នឹងបាទអញ្ចឹងយើងត្រូវស្វែងរកផ្ចិតហើយនឹងស្វែងរកកម្មទើបអាចទៅសេសមីការស្វែបានអញ្ចឹងគឺកន្លែងនេះគេដោយសមត្ថកម្មគេប្រាប់ថា AB ចុងសងខាងនៃអង្កត់ផ្ចិតហើយអញ្ចឹងចង់រកផ្ចិតធ្វើម៉េចអញ្ចឹងតាមលក្ខណៈរបស់សមីការស្វែសមីការរង្វង់ដែលយើងត្រូវស្គាល់ដូចរង្វង់ដែររង្វង់កាលណាក្នុងរង្វង់មួយគឺមានផ្ចិតមានកម្មហើយដល់ពេលមានអង្កត់ផ្ចិតហ្នឹងគឺជាអង្កត់ដែលកាត់តាមផ្ចិតបាទអង្កត់ដែលកាត់តាមផ្ចិតហៅថាអង្កត់ផ្ចិតអង្កត់ដែលកាត់តាមផ្ចិតហៅថាអង្កត់ផ្ចិតហើយចុះផ្ចិតនៅណាផ្ចិតគឺនៅកណ្ដាលបាទផ្ចិតគឺនៅកណ្ដាលអង្កត់ផ្ចិតផ្ចិតនៅកណ្ដាលអង្កត់ផ្ចិតបាទអញ្ចឹងគឺផ្ចិតកណ្ដាលអង្កត់ផ្ចិតបាទអញ្ចឹងហ្នឹងជាអ្វីដែលត្រូវដឹងនៅក្នុងរង្វង់នៅក្នុងស្វែផ្ចិតកណ្ដាលអង្កត់ផ្ចិតហើយកម្មបាទ2ដងកម្មស្មើនឹងអង្កត់ផ្ចិតតាមអក្សរដេហើយអញ្ចឹងមានន័យថាកម្មយើងគឺស្មើនឹងអង្កត់ផ្ចិតចែក2អាហ្នឹងជាអ្វីត្រូវដឹងបាទអញ្ចឹងក្នុងរង្វង់ក្នុងស្វែហ្នឹងគឺមានផ្ចិតមានកម្មហើយនឹងអង្កត់ផ្ចិតអញ្ចឹងរបស់យើងនេះគឺមានអង្កត់ចុងសងខាងអង្កត់ផ្ចិត AB ហើយអញ្ចឹងដល់ពេលចង់រកផ្ចិតគឺដោយសារផ្ចិតនៅកណ្ដាលអង្កត់ផ្ចិតអញ្ចឹងខ្ញុំក៏តាំង I ជាផ្ចិតដែលនៅកណ្ដាលអង្កត់ផ្ចិត AB ហើយអញ្ចឹងតាមរយៈរូបមន្តចំណុចកណ្ដាលតាមណាអញ្ចឹងរូបមន្តចំណុចកណ្ដាលគឺ I ស្មើនឹង HA បូក B ចែក2ក្បៀស YA បូក YB ចែក2ក្បៀស ZA បូក ZB ចែកនឹង2បាទអូខេហើយជួសតម្លៃ AB ចូលទៅបាទ5បូក0ដក2បូក4 3បូក1ដក3ហើយចែកគ្នាទៅបាទហើយទូទាត់វាមកបាទអញ្ចឹងទូទាត់ទៅឃើញ2ចែក2បាន1 0ចែក2បាន0បាទអូខេអញ្ចឹងយើងទទួលបាន I យើងគឺ5លើ2ក្បៀស1ក្បៀស0អញ្ចឹងអាហ្នឹងគឺជាផ្ចិតអញ្ចឹង5លើ2គឺជា A 1គឺជា B 0គឺជា C បាទអូខេបានផ្ចិតហើយអញ្ចឹងនៅខ្វះកម្មបាទអញ្ចឹងកម្មអាចរកបាន3យ៉ាងបាទរកបាន3យ៉ាងនេះផ្ចិតបាទផ្ចិត I អានេះគឺ AB បាទហើយអញ្ចឹងកម្មនេះគឺអីគេ IA បាទកម្ម IA កម្ម IB ឬក៏ចង់រកកម្មគឺស្មើនឹង AB ចែកនឹង2ដូចខ្ញុំបញ្យល់មិញបាទយកអង្កត់ចិត្តចែកនឹង2ទៅឃើញវាញ់កម្មអញ្ចឹងការរកកម្មអាចរក3យ៉ាងរកចម្ងាយពី I គេផ្ចិតហ្នឹងមកចុងខាង A រកចម្ងាយពី I នឹងផ្ចិតទៅចុងខាង B ឬក៏ចង់ដើមយក AB អង្កត់ចិត្តហ្នឹងចែកជា2ក៏បានអញ្ចឹងសម្រាប់ slide ខ្ញុំហ្នឹងគឺខ្ញុំយកអង្កត់ចិត្ត AB ចែកនឹង2បាទ
ចឹងខ្ញុំក៏ចាប់ដើមរកប្រវែង AB គឺយក xb ដក a លើកជាការ៉េបូក yb ដក ya លើកជាការ៉េបូក zb ដក za លើកជាការ៉េហើយពាក់ radical អាហ្នឹងគឺជារួមមុនចម្ងាយរវាង2ចំណុចដែលបាននិយាយនៅវីដេអូមុនដែរបាទអញ្ចឹងសូមទៅមើលវីដេអូចាស់មើលពីដើមមកពីភាគ1មកយើងនឹងយល់ហើយមើលហើយកប់ហើយរៀនធ្វើតាមទិញវាទៅយើងនឹងយល់ហើយអូខេអញ្ចឹងនេះរូបមន្តចាស់របស់យើងហើយជួសចូលមកអញ្ចឹងគឺ xb 0 xa 5 xb 4 xa យើងគឺដក2មុខកញ្ចក់za zb ដក3 za យើងគឺ3ដែរបាទអូខេហើយទូទាត់មកបាទឃើញរឹស97ចែក2បាទអញ្ចឹងរឹស97ចែក2នេះគឺជាតម្លៃ អអូខេអញ្ចឹងផ្ចិតស្គាល់ស្គាល់ជួសចូលទៅវិញមកបាទអញ្ចឹងជួសផ្ចិត a ផ្ចិតចូល a 5លើ2 b 1 c 0ហើយ យើងគឺរឹស97លើ2លើជាការ៉េបាទអូខេហើយអត់ពលាតអីទេគ្រាន់តែកន្លែងដែលវាក់ z ដក0ទៅជា z ការ៉េហើយឬ97លើជាការ៉េបាន97 2លើជាការ៉េ4 97លើ4អូខេអញ្ចឹងយើងទទួលបានសមីការស្វែចេញមកហើយបាទអូខេហើយអញ្ចឹងគឺប៉ុណ្ណឹងពាក់ព័ន្ធមួយនឹងសមីការស្វែយើងសម្រាប់លោកគ្រូមានឧទាហរណ៍3 mode ហ្នឹងសមត្ថកម្មទី1គឺប្រាប់អស់ផ្ចិតកម្មប្រាប់ទាំងអស់សមត្ថកម្មទី2ប្រាប់ផ្ចិតលក្ខកម្មដោយប្រើតាមរយៈប៉ះសមត្ថកម្មទី3គឺប្រាប់អង្កត់ផ្ចិតអញ្ចឹងមានអត់ប្រាប់ផ្ចិតអត់ប្រាប់កម្មបាទអញ្ចឹងមានសមត្ថកម្មផ្សេងទៀតដែលយើងត្រូវការធ្វើលំហាត់ច្រើនទៅយើងនឹងជួបវាតទៀតហើយអូខេហើយអញ្ចឹងកុំភ្លេចបងប្អូនមើលអានឹងឡើងវិញបាទមើលអានឹងឡើងវិញហើយនឹងរៀនធ្វើតាមសមត្ថកម្មមួយតើយើងយល់ពីការប្រើប្រាស់សមត្ថកម្មនឹងអត់ប្រើប្រាស់រូបមន្តនឹងអត់ទេបាទអូខេហើយអញ្ចឹងអរគុណច្រើននឹងការយកចិត្តទុកដាក់តាមវីដេអូនេះតាំងពីដើមរហូតចប់ហើយសង្ឃឹមថាបងប្អូននឹងយល់ខ្លឹមសារមេរៀនហើយបើសិនជាមិនយល់ត្រង់ណាមួយអាច comment សួរនៅលើវីដេអូ YouTube ក៏ដូចជា Facebook ហ្នឹងឬក៏អាចឆាតតាមរយៈ Telegram 015 98 993ក៏ដូច089 57 56 47អូខេអរគុណច្រើនជម្រាបលាជួបគ្នានៅវីដេអូក្រោយបន្តទៀតបាយបាយ